ជំរាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយអំពីប៉ូលីស2នាក់នៃប៉ោះនគរបាលរដ្ឋបាលច្រាំងចម្រេះ2ដែលទទួលរងការចោទប្រកាន់ពីក្មេងស្រីរងគ្រោះអាយុ17ឆ្នាំម្នាក់ថាបានជាប់ពាក់ព័ន្ធទៅក្នុងករណីអំពើហិង្សាលើក្មេងស្រីរងគ្រោះអាយុ17ឆ្នាំហ្នឹងសាច់រឿងហ្នឹងគឺអញ្ចេះដោយសារតាក្មេងស្រីរងគ្រោះហ្នឹងបាន share ករណីរថយន្តអវតារដែលទទួលរងការចោទប្រកាន់ថាបើកបោកនៅម្ដុំវត្តភ្នំហ្នឹងហើយក៏មានការប្រើប្រាស់អំពើហិង្សាវិញកំពីរថយន្តហ្នឹងបងស្រី share និយាយអវិជ្ជមានតាក់ទងឡានអវតារហ្នឹងដោយសារបងស្រីអះអាងថាឡានហ្នឹងក៏បានបើកលឿនប៉ះពាល់ខ្លួនបន្តិចដែរអញ្ចឹងទៅបានគាត់ share និយាយមិនល្អអញ្ចឹងហើយក្នុង Facebook របស់បងស្រីក៏មាន friend ដែលជាសាច់ញាតិរបស់អ្នកដែលបើកឡានអវតារហ្នឹងក៏មានស្ត្រីម្នាក់ដែលមានអាយុ20ឆ្នាំជាងហ្នឹងបង្កើតក្រុមឆាតហើយនិយាយគម្រាមកំហែងបញ្ចុះបញ្ចូលបងស្រីដែលទាញបងស្រីចូលហ្នឹងណានិយាយគម្រាមកំហែងមិនន័យថាគម្រាមកំហែងផ្សេងឲ្យបងស្រីទៅជួបបើមិនទៅជួបទេអញមានរឿងចេះមានរឿងចោះអញ្ចឹងជាការគម្រាមកំហែងអញ្ចឹងក៏បងស្រីក៏ទៅជួបទៅដើម្បីឲ្យគាត់ថាទៅដើម្បីបានដំណោះស្រាយបញ្ហាកុំឲ្យរងការគម្រាមកំហែងអីផ្សេងទៅដើម្បីបញ្ចប់រឿងទៅដល់ផ្ទះជនបង្កហ្នឹងឈ្មោះដែលគេស្គាល់ថាឈ្មោះដេវ៉ាសេណាកោះវេកុងហើយជនបង្កហ្នឹងតាមឮមកថាជាមេធីមក្មេងតំណើងស្រីដែលមានឈ្មោះថាដេវ៉ាសេណាកោះវេកុងហ្នឹងហើយតាមប្រវត្តិមកថាជាប់ពាក់ព័ន្ធនឹងអំពើហិង្សាមួយចំនួនហើយច្រើនករណីហើយនៅក្នុងរាជធានីភ្នំពេញហ្នឹងអញ្ចឹងពេលបងអូនស្រីទៅដល់ក៏ទទួលរងអំពើហិង្សាត្រូវបានម្នាក់ឈ្មោះដេវ៉ាសេណាហ្នឹងវាយដំច្រំធាក់យ៉ាងដំណំធ្វើឲ្យរបួសមុខជាប់មុខឈាមមាត់អីជាដើមហ្នឹងបន្ទាប់ពីវាយធ្វើបាបរួចឈ្មោះដេវ៉ាសេណាកាហ្វេកង់ហ្នឹងបាននាំបងអូនស្រីទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រាំងចម្រេះទី2ហើយនៅពេលនោះបងអូនស្រីត្រូវបានទទួលរងការគំរាមកំហែងឬក៏ដែលបងអូនស្រីនិយាយការបង្ខិតបង្ខំសួរចម្លើយទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀនឬក៏តាក់ទងនឹងថាតើបងស្រីជាប់ពាក់ព័ន្ធនឹងករណីហិង្សានៃឧបទ្ទវហេតុឡានអវតារនៅវត្តភ្នំអញ្ចឹងសួរដែរគណៈពេលដែលបងស្រីកំពុងតែមានរបួសស្នាមឈាមមាត់ក៏ដូចជាជាប់មុខហ្នឹងបងស្រីមិនត្រូវបានអនុញ្ញាតឲ្យទៅពេទ្យទេគណៈពេលដែលប៉ូលីសពាបសង្កត់មិនលើតាមបងស្រីចោទប្រកាន់គឺមានមន្ត្រីប៉ូលីស2នាក់ពាបសង្កត់សួរចម្លើយជីកឬកុលហើយថែមទាំងនិយាយថាបងស្រីនឹងសមមុខហើយអំពើហិង្សាហ្នឹងគឺសមហើយដោយសារបងស្រី CAJK របស់ JK អញ្ចឹងទៅអញ្ចឹងការអនុវត្តនីតិវិធីបែបនេះរបស់ប៉ូលីស2នាក់ដែលទទួលរងការចោទប្រកាន់ហ្នឹងបង្ហាញពីអភិបាលកិច្ចមិនល្អនៅក្នុងសង្កាត់ហ្នឹងអភិបាលកិច្ច poor governance ការរៀបចំចាត់ចែងគ្រប់គ្រងឬការអនុវត្តច្បាប់មិនល្អបងអូនស្រីទទួលរងគ្រោះដោយអំពើហិង្សាហើយជាក់ស្ដែងគណៈពេលជនបង្កដឹកបងអូនស្រីទៅកាន់ប៉ុស្តិ៍នគរបាលហ្នឹងច្រាំងចម្រេះទី2ហ្នឹងបងអូនស្រីមានរបួសអញ្ចឹងវាជាបទល្មើសជាក់ស្ដែងហើយហើយបានជាជនបង្កដឹកទៅប៉ូលីសមិនចាប់ជនបង្កអាហ្នឹងជាសំណួរយើងអត់ខ្វល់ថាមុនហ្នឹងបងអូនស្រីនឹងប្រកាសអីទេបងអូនស្រីរងគ្រោះតែយើងនិយាយថាពេលជនបង្កដឹកបងអូនស្រីទៅកាន់ប៉ូលីសប៉ុស្តិ៍ច្រាំងចម្រេះ2ហ្នឹងបងអូនស្រីរងរបួសហើយជនបង្កដែលដឹកទៅហេតុអីបានជាប៉ូលីសមិនចាប់ជនបង្កហិង្សាជាបទល្មើសជាក់ស្ដែងហ្នឹងព្រោះមានឈាមមាត់មានជាប់មុខជាប់អីហើយ
ទៅលើក្មេងស្រី17ឆ្នាំយើងចាត់ទុកជាអានីតិជននេះមានអញ្ចឹងមិនបានប៉ូលីសមិនធ្វើការងារដើម្បីស្វែងរកយុត្តិធម៌ឲ្យក្មេងស្រីរងគ្រោះដែលទទួលរងអំពើទរណកម្មខ្ញុំហៅថាទរណកម្មឬអំពើហិង្សាចុះបើមិនប៉ូលីសមិនធ្វើការងារទៅតាមទូនីតិបែរជាចូលដៃចូលជើងជាមួយនឹងមេធីមក្មេងតំណើងឈ្មោះដេវ៉ាសេណាកាហ្វេកង់ហ្នឹងជជិកសួររងហេតុផលចោទប្រកាន់ថាក្មេងស្រីរងគ្រោះប្រើប្រាស់គ្រឿងញៀនចោទប្រកាន់ថាក្មេងស្រីរងគ្រោះពាក់ព័ន្ធទៅនឹងឧបទ្ទហេតុឡានអវតារហ្នឹងប៉ុន្តែបងអូនស្រីបានបដិសេធម្ដងហើយម្ដងទៀតទាំងដែលគ្នាកំពុងតែមានរបួសហើយមិនឲ្យគ្នាទៅព្យាបាលនៅមន្ទីរពេទ្យទេរហូតដល់តែឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះមកសុំអង្វរខ្ញុំប្រើពាក្យអង្វរព្រោះថាចំណាយពេលយូរដើម្បីបញ្ជាក់ហេតុផលដើម្បីយកកូនគាត់ចេញពីទីនោះហើយលើថាទទួលរងការគំរាមកំហែងផ្សេងដែលជាឧបសគ្គមិនឲ្យគាត់ប្តឹងលើថាប៉ូលីសបោះសម្ដីថាបើចង់ប្តឹងដាក់លុយមកអាហ្នឹងគាត់និយាយអញ្ចឹងតាមរយៈកិច្ចសម្ភាសជាមួយនឹងសារព័ត៌មានទេប៉ុនហើយលើថាគាត់និយាយថាគេវាយអញ្ចឹងសំហេតុសំផលហើយទៅបោះជេរគេបងប្អូនប៉ូលីសណាទៅនិយាយអញ្ចឹងខ្ញុំថាប៉ូលីសណាទៅនិយាយអញ្ចឹងនៅប្រទេសណាដែលប៉ូលីសនិយាយថាវាយអញ្ចឹងបកហ ংস ាទៅលើក្មេងស្រីអនីតិជនអញ្ចឹងសំហេតុសំផលមានប៉ូលីសប្រភេទហ្នឹងខ្ញុំថាបើមាននគរបាលប្រភេទហ្នឹងណាដកចោលទៅជាឆ្លើងសង្គមមិនបានបំរើប្រជាពលរដ្ឋអីទេហើយណាមួយខូចមុខមាត់ថ្នាក់ដឹកនាំទៀតដែលថ្នាក់ដឹកនាំខំប្រឹងពីពេលមួយទៅពេលមួយកំណែតម្រង់ធ្វើម៉េចឲ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើងខូចមុខមាត់ថ្នាក់ដឹកនាំទៀតអញ្ចឹងសូមអំពាវនាវដល់ក្រសួងមហាផ្ទៃស្រាវជ្រាវទៅលើបុគ្គលប៉ូលីស2នាក់ដែលទទួលរងការចោទប្រកាន់ពីក្មេងស្រីអនីតិជននោះថាជាប់ពាក់ព័ន្ធចូលដៃចូលជើងជាមួយនឹងជនបង្កហ ংস ាឈ្មោះដេវ៉ាសេណាកាហ្វេកង់ហ្នឹងសូមក្រសួងមហាផ្ទៃមានចំណាត់ការទៅលើមន្ត្រីទាំងពីរនាក់នោះមិនគួរមានមន្ត្រីបែបហ្នឹងទេព្រោះមានករណីផ្សេងទៀតនៅទីតាំងផ្សេងទៀតអញ្ចឹងគួរតែអនុវត្តកាត់សាច់ស្អុយចោលជាគំរូដើម្បីកុំឲ្យមានសកម្មភាពឬក៏អំពើអយុត្តិធម៌បែបហ្នឹងកាត់ឡើងនៅទីតាំងផ្សេងទៀតដែលអនុវត្តដោយមន្ត្រីមិនល្អផ្សេងទៀតអញ្ចឹងសំណូមពរដល់ក្រសួងសូមមានចំណាត់ការទៅលើមន្ត្រីខិលខូចទាំងហ្នឹងហើយជាក់ស្ដែងហ្នឹងយើងឃើញសង្គមខ្មែរយើងហ្នឹងបានទទួលរងអយុត្តិធម៌ច្រើនហើយជាពិសេសប្រជាពលរដ្ឋទុនខ្សោយតែទី1គ្នាគ្មានចំណេះដឹងផ្លូវច្បាប់ដូចមានចំណេះដឹងផ្លូវច្បាប់នៅគេប្រហាត់បាទខ្ញុំមានចំណេះដឹងច្បាប់អញ្ចឹងតែគេធ្វើអីប៉ះពាល់ដល់សិទ្ធិខ្ញុំអត់បានទេបងប្អូនមួយចំនួនដែលមានចំណេះដឹងផ្លូវច្បាប់ជាវាបងប្អូនជាប្រដខ្លះគ្នាអត់មានការយល់ដឹងទេមានជាច្រើនអត់មានការយល់ដឹងហើយគាត់អត់មានលុយមានកាក់គាត់អត់មានលុយអត់មានអំណាចករណីខ្លះហ្នឹងឧទាហរណ៍នៅពេលដែលប៉ូលីសដែលដើរតួជានគរបាលយុត្តិធម៌នៅមូលដ្ឋានហ្នឹងប៉ូលីសក៏ដោយ PM ក៏ដោយខ្ញុំនិយាយរួមគ្នាហ្មងទទួលការសោកប៉ាន់ពីអ្នកគេម្នាក់អញ្ចឹងច្បាស់ប្រជាពលរដ្ឋហ្នឹងច្បាស់ជាទទួលរងការធ្វើទុកបុកម្នេញការគំរាមកំហែងផ្សេងៗទៅបីគាត់ត្រូវក៏ដោយពាក្យគេមកខាងទៀតខុសក៏ដោយឲ្យតែគេបុកលុយឬក៏ឲ្យតែបាក់ពួកគេពួកឥឡូវរាល់ថ្ងៃហ្នឹងមានប្រជាពលរដ្ឋជាច្រើនដែលទទួលរងបទពិសោធន៍បែបហ្នឹងតាក់ទងណាខ្លួនឯងត្រូវសោះពាក្យគេមកខាងទៀតខុសសោះមិនដឹងតែគេស៊ីស៊ូអីជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៌ហ្នឹងវាទៅជាសទៅជាខ្មៅទៅជាសមួយចំនួនអញ្ចឹងទៅរហូតដល់បងប្អូនប្រជាពលរដ្ឋជាច្រើនបានបាត់បង់ជំនឿទៅលើយុត្តិធម៌ដោយករណីឪពុកម្ដាយក្មេងស្រីរងគ្រោះនេះគាត់អត់ហ៊ានប្តឹងទេគាត់ឈឺចាប់នៅពេលដែលគេប្រព្រឹត្តអំពើហិង្សាទៅលើកូនស្រីរបស់គាត់នៅថ្ងៃទីខ្ញុំភ្លេចបញ្ជាក់ថ្ងៃទី17ខែមេសាឆ្នាំ2026គឺថ្មីហ្នឹងគឺនៅបន្ទាប់មួយថ្ងៃនៃបន់ចូលឆ្នាំហ្នឹងថ្ងៃទី4ថ្ងៃឆ្លងចូលឆ្នាំហ្នឹងអញ្ចឹងគាត់ឈឺចាប់នាំកូនគាត់ទៅពេទ្យគាត់អត់ហ៊ាន
ផ្ដឹងផ្ដល់ទៅលើជនបង្កទេគណៈពេលដែលលើថានគរបាលទាំងពីររូបនោះបោះពាក្យសម្ដីថាបើចង់ប្តឹងដាក់លុយមកអញ្ចឹងឬក៏ថាគេវាយសំហើយបោះជេរគេអញ្ចឹងគាត់មិនហ៊ានប្តឹងហើយឮថាបុគ្គលឈ្មោះដេវ៉ាសេណាកាហ្វេកង់នឹងគាត់ពួតអាងពីខ្សែថាខ្សែច្រើនហើយឮថាឪពុកគាត់ឪពុកចង់គាត់ផ្កាយពីរទៀតនៅផ្កាយពីរនៅទីណាទេប៉ុន្តែជាផ្កាយពីរទៀតជាមន្ត្រីផ្កាយពីរទៀតអញ្ចឹងនឹងហើយដែលជាឧបសគ្គក៏ដូចជាការបាត់បង់ទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជានឹងទៅលើការអនុវត្តច្បាប់ដែលមន្ត្រីមូលដ្ឋាននឹងបង្កើតជាឧបសគ្គបង្កើតជាបញ្ហាផ្លូវចិត្តដែលនាំឲ្យប្រជាពលរដ្ឋនឹងមិនចង់ប្តឹងផ្ដាល់ដើម្បីទាមទាររយុត្តិធម៌គណៈពេលដែលខ្លួនឯងឬក៏កូនស្រីខ្លួនឯងដែលជាអនិច្ចជននឹងទទួលរងនឹងការធ្វើទុកបុកម្នេញទទួលរងនៅអំពើហិង្សាហ្នឹងបាទហើយជាចុងក្រោយសូមសំណូមពរម្ដងទៀតដល់ក្រសួងមហាផ្ទៃសូមរកបុគ្គលប៉ូលីសពីរនាក់ហ្នឹងឲ្យឃើញនេះខ្ញុំគិតថាជាករណីធ្ងន់ធ្ងរណាស់បើសិនបើមានបុគ្គលប៉ូលីសប្រភេទហ្នឹងនៅបន្តធ្វើការទៀតករណីស្តៀងគ្នាហ្នឹងនឹងបន្តរាប់រយរាប់សិបរាប់រយរាប់ពាន់ដងទៀតដែលគាត់នឹងអាចធ្វើដោយសារជាអត្តចរិតបុគ្គលដែលមានបញ្ហាផ្នែកខាងការវិនិច្ឆ័យខុសនឹងត្រូវនឹងដែលមិនស្គាល់ខុសមិនស្គាល់ត្រូវអាចថាពាក់ព័ន្ធនឹងការសោកស៊ីសំណូកសោកប៉ាន់ឬក៏ពាក់ព័ន្ធទៅនឹងការបកពួកនិយមអីចឹងទៅដែលมันអាចធ្វើឲ្យគាត់មើលឃើញច្បាស់ថាតើអ្វីទៅជាយុត្តិធម៌ហើយក្នុងនាមគាត់ជាមន្ត្រីហ្នឹងគួរតែបម្រើប្រជាពលរដ្ឋយ៉ាងម៉េចទោះបីជាប្រជាពលរដ្ឋទុនខ្សោយក៏ដោយគ្មានលុយគ្មានកាយគាត់ត្រូវបម្រើដែរដោយផ្អែកទៅលើសេវាកម្មសាធារណៈហើយនឹងការអនុវត្តច្បាប់ផ្អែកទៅលើគោលការណ៍យុត្តិធម៌ហ្នឹងហើយអនុវត្តច្បាប់មានតម្លាភាពហ្នឹងបាទហើយខ្ញុំហើយសំខាន់ជាងគេហ្នឹងខ្ញុំសប្បាយឃើញបងប្អូនយើងអ្នកព័ត៌មានច្រើនមួយរយៈនេះឃើញកាន់តែច្រើនគឺចូលរួមរយុត្តិធម៌បានច្រើនចូលរួមផ្សព្វផ្សាយដើម្បីយុត្តិធម៌សង្គមច្រើនសូមសរសើរដល់ទេប៉ុនហើយនឹងឃើញ Mr. K ឃើញគាត់ទៅសម្ភាសបងប្អូនស្រីរងគ្រោះតាក់ទងរឿងហ្នឹងហើយគាត់ធ្វើបានល្អមែនទែនតាក់ទងនឹងវិជ្ជាជីវៈរបស់គាត់ខ្ញុំឃើញថាពីពេលមួយទៅពេលមួយពួកគាត់ធ្វើបានល្អព្រោះពីមុនមានការរិះគន់ថាបងប្អូនអ្នកទៅយកព័ត៌មានផ្ទាល់ខ្វះក្រមសីលធម៌វិជ្ជាជីវៈអីចេះអីចោះធម្មតាវាតែតែមានខុសហើយអត់មានអីល្អចោះហើយតែគាត់ថាមករយៈចុងក្រោយហ្នឹងឃើញគាត់ធ្វើបានល្អឃើញ Mr. ទេប៉ុនហើយនិង Mr. K ហើយបងប្អូនព័ត៌មានផ្សេងទៀតជាច្រើនទៀតដែលទៅយកព័ត៌មានហ្នឹងគាត់ធ្វើបានល្អណាស់ករណីដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺគាត់ឲ្យជនរងគ្រោះហើយនឹងគ្រួសារជនរងគ្រោះបិទម៉ាស់ហើយអត់ទៅសេបញ្ចេញឈ្មោះក្មេងស្រីរងគ្រោះហើយនឹងគ្រួសារជនក្មេងស្រីរងគ្រោះទេបិទបាំងអត្តសញ្ញាណក្មេងស្រីរងគ្រោះបិទម៉ាស់ហើយមិនបញ្ចេញឈ្មោះមិនបញ្ចេញអត្តសញ្ញាណនេះជាចំណុចល្អណាស់នៅក្នុងក្រមសីលធម៌វិជ្ជាជីវៈខ្ញុំសូមឲ្យ100លើ100បាទបងប្អូនអញ្ចឹងសូមជម្រាបលាបងប្អូនជនជាតិខ្ញុំសូមប៉ុណ្្នឹង13នាទីបងប្អូនចំណាយពេលមើលទៅខ្ញុំចែករំលែកជាពុទ្ធិក៏ដូចជាការតស៊ូមតិរបស់ខ្ញុំក្នុងនាមជាអតីតអ្នកធ្វើការងារអង្គការសង្គមស៊ីវិលដើម្បីយុត្តិធម៌សង្គមហើយនឹងតម្លាភាពបាទសូមអរគុណបងប្អូន